Sport សំភារនាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក Phil Robertson ចាត់ទុកអំពើឃាតកម្មលើលោកបណ្ឌិតកែមលីជាសារព្រមានមួយពីរដ្ឋាភិបាលនិងមន្ត្រីបកកណ្ដាលអំណាចទៅអ្នកណាដែលហ៊ានរិះគន់នាយករដ្ឋមន្ត្រីលោកបានពិភាក្សានឹងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហារំលោភសិទ្ធិមនុស្សការសម្លុតបំភ័យបំបាក់ស្មារតីគណៈបកប្រឆាំងនិងអង្គការសង្គមស៊ីវិលសូមស្ដាប់បទសម្ភាសន៍របស់លោកយុនសាមៀននិងលោក Phil Robertson ដោយផ្ដោតលើការវិភាគអំពីអំពើឃាតកម្មលើលោកបណ្ឌិតកែមលីដូចតទៅលោកបណ្ឌិតកែមលីជាអ្នកវិភាគនយោបាយនិងសង្គមដ៏មានប្រជាប្រិយភាពម្នាក់ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10កក្កដាតើអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានសង្កេតឃើញដូចម្តេចខ្លះដែរចំពោះអំពើឃាតកម្មនេះ Well, this assassination is very worrisome. ការធ្វើឃាតលោកកែមលីគឺពិតជាធ្វើឲ្យយើងមានការព្រួយបារម្ភច្រើនប៉ុន្តែនេះជាសារជាតិពិតនៃយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការសម្លុតបំភ័យបំបាក់ស្មារតីអ្នកដែលហ៊ានតវ៉ានិងបញ្ចេញមតិរិះគន់ទោះបីជាយើងមិនដឹងថានរណាជាឃាតករពិតដែលសម្លាប់លោកកែមលីក៏ដោយតែអ្វីដែលយើងដឹងគឺប៉ូលីសមើលទៅដូចជាបញ្ញត្តិបញ្ញត្តិចាប់ជនសង្ស័យឲ្យបានឆាប់ប៉ុន្តែប៉ូលីសមិនបានបង្ហាញឲ្យដឹងអំពីរបៀបក្នុងការស៊ើបអង្កេតបទអក្រិតនេះទេកាមេរ៉ាសុវត្ថិភាពដែលគេដាក់នៅក្នុងហាងនៅការ៉ាសាំងកាលតិចតើវានៅឯណាហេតុអ្វីក៏មិនបង្ហាញរូបវីដេអូទាំងនោះឲ្យសាធារណជនបានឃើញផងរបៀបនៃការសម្លាប់លោកកែមលីនឹងគឺមិនខុសអ្វីពីរបៀបសម្លាប់លោកជាវិជាទាំងកណ្ដាលថ្ងៃដោយកាលពីប្រមាណឆ្នាំមុននោះទេក្រោយពីសម្លាប់ភ្លាមនឹងសមត្ថកិច្ចបញ្ញត្តិចាប់ជនសង្ស័យមកទទួលទោសដោយមិនទាំងបានបង្ហាញអំពីនីតិវិធីស៊ើបអង្កេតត្រឹមត្រូវទាល់តែសោះរឿងនេះយើងមើលទៅគួរឲ្យសង្ស័យមែនទែនអ្វីដែលយើងព្រួយបារម្ភគឺត្រង់ថាលោកកែមលីល្បីខាងហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលគាត់ហ៊ាននិយាយលាតត្រដាងការពិតអំពីការប្រព្រឹត្តអំពើពុករលួយរបស់តកូលហ៊ុនគឺគ្រួសារលោកហ៊ុនសែននេះឯងឥឡូវគាត់ត្រូវស្លាប់ទាំងកណ្ដាលថ្ងៃត្រង់ចាស់នេះជាសារព្រមានមួយពីរដ្ឋាភិបាលនិងមន្ត្រីបកកណ្ដាលអំណាចទៅអ្នកណាដែលហ៊ានរិះគន់នាយករដ្ឋមន្ត្រីគឺអ្នកឯងនឹងទទួលរងលទ្ធផលដូចនេះឯងតើឃាតកម្មនេះមានផលប៉ះពាល់អ្វីខ្លះដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ I think it will have a chilling effect for certain. ពិតណាស់រឿងនេះគឺពិតជាមានផលអវិជ្ជមានដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនេះជាចេតនានៃការសម្លុតបំភ័យបំបាក់ស្មារតីដែលយើងឃើញកើតមានជាញឹកញយដូចជានៅមុនពេលបោះឆ្នោតឆ្នាំ2008និង2003ជាដើមឲ្យតែមាននរណាហ៊ានតវ៉ាឬរិះគន់ប្រឆាំងរដ្ឋាភិបាលអ្នកនោះឯងតែងតែរងគ្រោះដោយជនអាត់កំបាំងធ្វើបាបឲ្យតែមានករណីសម្លាប់បែបនេះកើតឡើងរដ្ឋាភិបាលតែងតែមានលេសនេះលេសនោះមិនចេះចប់ហើយលេសទាំងនោះទៀតសោតនឹងគឺវាអត់ទំនងតទៅសោះដោយនៅក្នុងករណីឃាតកម្មលើលោកកែមលីនឹងអញ្ចឹងគេចោទថាលោកកែមលីនឹងជំពាក់លុយគេមិនសងទៅឃាតករសម្លាប់គាត់យើងមានឆ្ងល់ទេបើគាត់ជំពាក់លុយហេតុអ្វីបានជាគេសម្លាប់គាត់ចោលបើអ្នកចម្ពាក់លុយស្លាប់បាត់ទៅហើយនោះតើនរណានៅសងលុយនឹងវិញលេសបែបនេះដូចជាអត់ទំនងតទៅសោះតែទោះជាអត់ទំនងយ៉ាងណាក៏ដោយចោះក៏នេះជាល្បិចដដែលដែលរដ្ឋាភិបាលកម្ពុជាយកមកប្រើដើម្បីចង់បិទបាំងការពិតប្រសិនបើយើងក្រឡេកមើលទៅកាលពីអតីតកាលមានសកម្មជនជាច្រើនដូចជាសកម្មជនសហជីពលោកជីវវិជាអ្នកចម្រៀងនិងអ្នកកាសែតត្រូវបានធ្វើឃាតកម្មទាំងនោះមិនត្រូវបានដោះស្រាយឡើយតើលោកយល់យ៉ាងណាដែរចំពោះការមិនបាននាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសនេះ Well, I mean the concern is again that you will either have ក្នុងករណីបែបនេះគឺគេនឹងរកឃាតករសបនិមិត្តមកទទួលទោសជំនួសឬក៏គេបើកការស៊ើបអង្កេតខ្លះដែរនឹងក៏ប៉ុន្តែធ្វើឲ្យតែគ្រប់កិច្ចតែប៉ុណ្ណោះឯងខ្ញុំមិនជឿសំបីតែប៉ុនសរសៃសក់ថាប៉ូលីសនឹងរកឃើញឃាតករពិតសម្រាប់លោកកែមលីនោះទេឥឡូវយើងឃើញហើយតាប៉ូលីសចាប់បានជនសង្ស័យម្នាក់ហើយយើងសួរថាតើជននោះជាឃាតករពិតឬក៏មិនពិតប៉ូលីសថាឃាតករនោះពិតប៉ូលីសត្រូវតែបង្ហាញភស្តុតាងពិតនិងប្រាប់សាធារណជនមើលឲ្យដឹងអំពីរបៀបស៊ើបអង្កេតរបស់ខ្លួននោះតាមទម្លាប់ឲ្យតែមានរឿងអ្វីមួយពាក់ព័ន្ធនឹងរឿងនយោបាយប៉ូលីសមិនដែលបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវម្ដងណានោះទេឬលោកកែមលីក៏មិនខុសគ្នាដែរព្រោះគាត់ជាអ្នកហ៊ានរិះគន់រដ្ឋាភិបាលដោយឥតសំចៃដូច្នេះក្នុងករណីឃាតកម្មលើលោកកែមលីទាំងប៉ូលីសទាំងរដ្ឋាភិបាលត្រូវមានករណីឯកច្ចស្រាយបំភ្លឺឲ្យបានច្បាស់លាស់និងត្រឹមត្រូវប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីអះអាងថារដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការប្រឆាំងនឹងគណៈបកប្រឆាំងតើការបាញ់សម្លាប់លោកកែមលីនេះអាចជាប់ពាក់ព័ន្ធនឹងយុទ្ធនាការរបស់រដ្ឋាភិបាលដែរទេ
Well, I think there's a larger campaign of intimidation. ខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាមិនមែនចាត់ការបង្ក្រាបតែបកប្រឆាំងទេសូម្បីតែអង្គការសង្គមស៊ីវិលក៏រងការបង្ក្រាបនេះដែរការបង្ក្រាបនេះបើមើលទៅគឺបង្ហាញរូបភាពច្បាស់ថារដ្ឋាភិបាលចង់បង្ក្រាបគណៈបកសង្គ្រោះជាតិយើងមិនបាច់ទៅរកការពិតឯណាឆ្ងាយទេលោកកឹមសុខាកំពុងតែបង្ខំខ្លួននៅក្នុងទីស្នាក់ការគណៈបកសង្គ្រោះជាតិសប្តាហ៍គឺដោយសារតែរដ្ឋាភិបាលចាប់ប្រកាន់គាត់ជាច្រើនបទល្មើសចំណាត់ការនេះបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលកំពុងតែព្យាយាមកម្ចាត់មេដឹកនាំកំពូលនិងបំបែកបំបាក់អ្នកតំណាងរាស្ត្រនៅក្នុងគណៈបកសង្គ្រោះជាតិមួយវិញទៀតមន្ត្រីអង្គការអាត់ហុកនិងមន្ត្រីកោជបក៏កំពុងជាប់ឃុំសរុបសេចក្តីមកគឺទាំងអស់នេះគឺសុទ្ធតែជាយុទ្ធនាការរបស់គណៈបកប្រជាជនក្នុងការកម្ចាត់បកប្រឆាំងមុនការបោះឆ្នោតឆ្នាំ2017និង2018ដែលចូលមកដល់ព្រោះលោកហ៊ុនសែននិងគណៈបកប្រជាជនបានដឹងខ្លួនតាំងពីបោះឆ្នោតឆ្នាំ2013មកម្លេះថាខ្លួនត្រូវតែបន្តចាត់ការធ្វើបាបអ្នកដែលហ៊ានតវ៉ាប្រឆាំងចាប់ពីពេលនេះតទៅរដ្ឋាភិបាលកម្ពុជានឹងបើកយុទ្ធនាការទួកាចរហូតហើយដូច្នេះសហគមន៍អន្តរជាតិនិងម្ចាស់ជំនួយដែលផ្ដល់ជំនួយដល់កម្ពុជាត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែនក្នុងរឿងនេះហើយនឹងត្រូវហ៊ានរិះគន់រដ្ឋាភិបាលដោយចំហនិងត្រូវហ៊ានដាក់សម្ពាធលើរដ្ឋាភិបាលឲ្យចេះកែចរិតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្កោលទោសការបាញ់ប្រហារលើលោកកែមលីហើយលោកបានបញ្ជាឲ្យពង្រឹងសុវត្ថិភាពដើម្បីបង្ការកុំឲ្យមានអំពើឃាតកម្មដូចនេះទៀតតើលោកយល់ថាការថ្កោលទោសរបស់លោកហ៊ុនសែនមានភាពស្មោះត្រង់ដែរទេ I think that I know that ដូចជាគ្មានអ្វីចម្លែកទេឆ្នាំមុនណាលោកហ៊ុនសែនបានថ្កោលទោសអ្នកវិដំច្រំធាក់អ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិ2នាក់អញ្ចឹងដែរប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ស្រាវជ្រាវទៅរកឃើញថាមន្ត្រីជាន់ខ្ពស់នៅក្នុងជួរកងអង្គរៈរបស់លោកហ៊ុនសែននឹងឯងដែលជាប់ពាក់ព័ន្ធនៅក្នុងការរៀបចំនិងចាត់ចែងឲ្យវាយដំលើអ្នកតំណាងរាស្ត្រគណៈបកប្រឆាំងនោះដូច្នេះខ្ញុំយល់ថាគាត់និយាយនេះគឺក្នុងន័យថាចិត្តជាទេវទត្តមាត់ជាទេវតាតែប៉ុណ្ណោះគាត់ចង់យកសម្ដីនេះមកបិទបាំងការពិតដោយបំភាន់មតិមហាជនឲ្យយល់ច្រឡំថាគាត់នឹងខ្វល់ខ្វាយហើយនឹងថាគាត់នឹងមិនជាប់ពាក់ព័ន្ធនៅក្នុងអំពើឃាតកម្មនេះឯងប៉ុន្តែផ្ទុយទៅវិញមនុស្សក្រោមបញ្ជារបស់គាត់ប្រព្រឹត្តអ្វីតាមតែអំពើចិត្តនិងអនុវត្តទៅតាមតែបញ្ជាពីថ្នាក់លើក្នុងជួររដ្ឋាភិបាលតែប៉ុណ្ណោះប្រសិនបើការស៊ើបអង្កេតមិនបានផ្ដល់យុត្តិធម៌តើលោកគិតថាការបោះឆ្នោតឆ្នាំ2017និង2018ខាងមុខអាចទទួលយកបានទេ It's hard to say at this point ក្នុងពេលឥឡូវនេះយើងពិបាកកំណត់ទុកជាមុនបន្តិចប៉ុន្តែយើងកំពុងតែព្រួយបារម្ភដែរគឺព្រួយបារម្ភអំពីរបៀបបំពេញការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយើងកំពុងព្រួយអំពីការបោះឆ្នោតដែលដូចថាមានផ្តិតមេដៃអ្នកបោះឆ្នោតព្រោះខ្លាចមិនមានគ្រប់ចំនួនសម្រាប់អ្នកបោះឆ្នោតទាំងអស់បើទោះបីជាយើងមិនមែនជាអង្គការឃ្លាំមើលដំណើរការបោះឆ្នោតក៏ដោយចុះប៉ុន្តែបើតាមមាត្រា25នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយបានចែងថាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមនៅក្នុងការសម្រេចពាក់ព័ន្ធទៅនឹងការជ្រើសរើសរដ្ឋាភិបាលមួយទៅតាមការចង់បានរបស់ពួកគាត់ប៉ុន្តែជាអកុសលគឺរដ្ឋាភិបាលកម្ពុជាបែរជាជ្រើសរើសយកវិធីគំរាមកំហែងបំបាក់ស្មារតីដោយអំពើហិង្សានិងឃាតកម្មដែលមិនអាចឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានពេញលេញតទៅសោះទៅវិញករណីលោកកែមលីនឹងគឺជាឧទាហរណ៍ស្រាប់នៅក្នុងរឿងនេះអាជ្ញាធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការលុបបំបាត់អំពើទាំងអស់នេះចេញភ្លាមបើមិនដូច្នេះទេអំពើហិង្សាការធ្វើទុកបុកម្នេញនិងអំពើឃាតកម្មផ្សេងៗនេះនឹងកើតមានឡើងកាន់តែច្រើនមិនចេះចប់មិនចេះហើយលោកធ្វើដំណើរមកសហរដ្ឋអាមេរិកនេះដើម្បីជជែកនឹងមន្ត្រីអាមេរិកតើលោកនឹងជជែកពីបញ្ហាអ្វីខ្លះពីកម្ពុជា Well, I think that this crackdown on civil society is បញ្ហាធំចម្បងរបស់យើងគឺបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបង្ក្រាបអង្គការសង្គមស៊ីវិលនៅកម្ពុជាខ្ញុំបានជួបពិគ្រោះយោបល់ជាមួយនឹងក្រសួងការបរទេសអាមេរិកជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខជាតិហើយនិងមន្ត្រីនាយកដ្ឋានការងាររបស់អាមេរិកពាក់ព័ន្ធនឹងបញ្ហាការងាររឿងសំខាន់ដែលយើងពិភាក្សាជាមួយមន្ត្រីអាមេរិកគឺពាក់ព័ន្ធនឹងការសម្លុតបំភ័យការបំបាក់ស្មារតីដែលរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើទៅលើគណៈបកប្រឆាំងនិងអង្គការសង្គមស៊ីវិលហើយឆ្លងតាមកិច្ចពិភាក្សាជាច្រើនកន្លងមកគឺមន្ត្រីអាមេរិកយល់ស្របថារដ្ឋាភិបាលកម្ពុជាគឺពិតជាកំពុងតែប្រព្រឹត្តខុសឆ្គងធ្ងន់ទៅលើប្រជាពលរដ្ឋកម្ពុជាខ្លួនឯងតើចំណុចអ្វីខ្លះដែលលោកចង់ឲ្យអាមេរិកជួយកម្ពុជា Well, we want the US to pressure យើងចង់ឲ្យរដ្ឋាភិបាលអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាយើងចង់ឲ្យអាមេរិកហ៊ាននិយាយរិះគន់ចំនៅក្នុងប្រទេសកម្ពុជាហើយក៏យើងចង់ឲ្យអាមេរិកជួយលើកបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជានឹងឲ្យសហគមន៍អន្តរជាតិបានដឹងឮនិងជួយរកដំណោះស្រាយហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់នោះគឺថាអាមេរិកពេញចិត្តនឹងជួយយើង
បាទលោកអ្នកនាងទើបបានស្ដាប់បទសម្ភាសន៍របស់លោកយុនសាមៀននិងលោក Phil Robertson ដោយផ្ដោតលើការវិភាគអំពីអំពើឃាតកម្មលើលោកបណ្ឌិតកែមលី